ខ្ញុំទទួលបាននៅសំណួរពីបងប្អូនចាស់អាជីវកម្មយើងទៀតហើយថាខ្ញុំធ្វើអាជីវកម្មរាល់ថ្ងៃហ្នឹងខ្លាចសាវនកម្មដល់គាត់ទៅលើពាក្យថាសាវនកម្មត្រួតពិនិត្យហើយនឹងចុះមកហ្នឹងគឺថាភ័យខ្លាចតែម្ដងបាទតើមានដំណោះស្រាយយ៉ាងម៉េចដើម្បីកុំឲ្យមានអារម្មណ៍ភ័យខ្លាចនៅពេលដែលគេធ្វើសាវនកម្មហ្នឹងទេសូមជម្រាបសួរលោកស្រីអ្នកនាងកញ្ញាជាម្ចាស់អាជីវកម្មទាំងអស់ជាទីមេត្រីបាទថ្ងៃនេះខ្ញុំទទួលបាននៅសំណួរពីបងប្អូនម្ចាស់អាជីវកម្មយើងទៀតហើយថាលោកហេងខ្ញុំធ្វើអាជីវកម្មរាល់ថ្ងៃហ្នឹងខ្លាចសាវនកម្មដល់គាត់ទៅលើពាក្យថាសាវនកម្មត្រួតពិនិត្យហើយនឹងចុះមកហ្នឹងគឺថាភ័យខ្លាចតែម្ដងបាទតើលោកហេងឲ្យមានដំណោះស្រាយយ៉ាងម៉េចដើម្បីឲ្យមានអារម្មណ៍ភ័យខ្លាចនៅពេលដែលគេធ្វើសាវនកម្មហ្នឹងទេជាធម្មតាប្រទេសណាដូចប្រទេសណាដែរវាតែងតែមាននៅគេហៅថាអ្នកត្រួតពិនិត្យបាទអញ្ចឹងត្រួតពិនិត្យមានច្រើនផ្នែកមានតាំងពីផ្នែកពន្ធដារក៏មានអ្នកត្រួតពិនិត្យខាងគយក៏មានអ្នកត្រួតពិនិត្យបាទហើយខាងក្រសួងផ្សេងដូចអធិការកិច្ចក្រសួងការងារអីចឹងទៅក៏មានអ្នកត្រួតពិនិត្យដែរអញ្ចឹងសំខាន់អាជីវកម្មយើងហ្នឹងវាធ្វើពាក់ព័ន្ធជាមួយនឹងក្រសួងស្ថាប័នណាខ្លះការត្រួតពិនិត្យនេះមិនមែនជាអ្វីជាផលវិបាកឬក៏ការរាំងស្ទះដល់ការធ្វើអាជីវកម្មទេការត្រួតពិនិត្យនេះគឺធ្វើឲ្យយើងគេហៅថាអនុលោមតាមច្បាប់និងទម្លាប់នឹងឯងប៉ុន្តែអ្វីដែលយើងត្រូវគិតសួរខ្លួនឯងវិញថាតើយើងបានយល់អំពីច្បាប់ទម្លាប់ទាំងអស់នោះហើយទៅនៅខ្ញុំឧទាហរណ៍ថាការត្រួតពិនិត្យសាវនកម្មខាងក្រៅចុះមិនពាក់ព័ន្ធជាមួយផ្នែករដ្ឋទេខ្ញុំឧទាហរណ៍ដូចជា auditor ចុះអញ្ចឹងតើscope for auditor ហ្នឹងគាត់ទៅធ្វើការងារលើអ្វីអញ្ចឹងការធ្វើសាវនកម្មខាងក្រៅហ្នឹងគឺគាត់ផ្អែកទៅលើរបាយការណ៍ហិរញ្ញវត្ថុទេតើរបាយការណ៍ហិរញ្ញវត្ថុយើងត្រឹមត្រូវដែរឬទេតើយើងម្ចាស់អាជីវកម្មភ័យធ្វើអ្វីបើសិនជាយើងមានរបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវយើងមានឯកសារគាំទ្រត្រឹមត្រូវហើយយើងមានបញ្ជីស្នាមត្រឹមត្រូវណាគោរពតាមច្បាប់បញ្ញត្តិទាំងអស់លុយកាក់យើងមានការគ្រប់គ្រងល្អអាសិតអីហ្នឹងក៏យើងគ្រប់គ្រងបានល្អចំណូលចំណាយអីយើងហ្នឹងក៏យើងគ្រប់គ្រងបានល្អហើយទាំងសាច់ប្រាក់ទាំងអាសិតវិច្ចអាសិតអីហ្នឹងក៏យើងមានលិះមានអីត្រឹមត្រូវតើយើងមានអ្វីទៅភ័យខ្លាចអញ្ចឹងយើងទៅសួរអំពីគុណនៃសម្បត្តិទៅវិញថាចុះបើសិនជាខ្ញុំមិនបានធ្វើការសាវនកម្មហ្នឹងcheck and balance ទេតើខ្ញុំអាចដឹងកំហុសខ្លួនឯងដែរឬទេខ្ញុំអត់បង្ហាញទៅដៃគូខ្ញុំថាណែក្រុមហ៊ុនយើងមានតម្លាភាពប៉ុណ្ណេះណាមកថាយើងចង់ទៅខ្ចីលុយធនាគារសួរថាអ្នកឯងមានរបាយការណ៍ហិរញ្ញវត្ថុទេរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកឯងមានធ្វើសាវនកម្មទេយើងថាអត់មានយើងធនាគារក៏មិនសូវទុកចិត្តដែរពីព្រោះលទ្ធផលនៃសាវនកម្មឯករាជ្យនេះធ្វើឲ្យអ្នកទី3ដែលរកទទួលទានជាមួយយើងនឹងគឺមានសេចក្តីទុកចិត្តនិងវាមាន check and balance មាន transparency បាទអញ្ចឹងយើងឈប់ភ័យទៅចាប់ពីថ្ងៃនេះទៅយើងទៅសួរខ្លួនឯងវិញថាតើយើងទាំងអស់គ្នានឹងបានបំពេញនៅតួនាទីបានត្រឹមត្រូវដែរឬទេហើយយើងគិតអំពីផលប្រយោជន៍វិញអ្នកត្រួតពិនិត្យផ្សេងទៀតតាមក្រសួងស្ថាប័នក៏អញ្ចឹងដែរបើយើងដឹងអំពី scope របស់គាត់យើងទៅបំពេញទៅតាមអ្វីដែលគាត់មាននឹងទៅអាការភ័យខ្លាចហ្នឹងវាទៅបាត់ឯងហើយយើងនឹងរកទទួលទានឲ្យត្រឹមត្រូវបាទហើយទាំងអស់គ្នាគឺគេថាដេកលក់ស្រួលដែរបាទជាចុងក្រោយខ្ញុំមានតែប៉ុណ្្នឹងទេជូនជាយោបល់ហើយទាំងអស់គ្នាសូមរកអ្នកប្រឹក្សាឲ្យបានច្បាស់លាស់ដែលមានបទពិសោធន៍យើងនឹងបាននឹងចម្លើយដែលច្បាស់លាស់ដែរបាទសូមអរគុណបាទ Just do what you